បាទគោរពសួស្តីពុកម៉ែបងប្អូនដែលកំពុងតែមានបំណងចង់បានម៉ាស៊ីនបច្ចេកសុខដែលមិនដឹងថាត្រូវការម៉ាស៊ីនមួយណាដែលវាល្អសម្រាប់ការប្រើប្រាស់ចឹងណាបងប្អូនបាទថ្ងៃនេះខ្ញុំមកធ្វើការណែនាំបងប្អូនមកជាមួយឈុតម៉ាស៊ីន VIP បាទម៉ាស៊ីននេះគឺកម្លាំងក្នុង1ម៉ោងអាចចម្រោះទឹកសុទ្ធបានរហូតដល់300លីត្រក្នុង1ម៉ោងបាទជាលក្ខណៈគ្រួសារបាទហើយឈុត VIP គឺរសជាតិហើយនឹងអីវ៉ាន់គឺយើងប្រើជាមួយនឹងអីវ៉ាន់ល្អបាទរសជាតិគឺធានាជូនបងប្អូនថាឆ្ងាញ់បាទដាក់ទៅដល់តែដំណើរការជូនអតិថិជនបងប្អូនតែម្ដងបាទហើយឈុតនេះដែរគឺយើងមានរួមមានបាទស្តែន1000លីត្រ2គ្រាប់បាទមួយទុកទឹកឆៅមួយទៀតសម្រាប់ទុកទឹកសុទ្ធបាទនឹងមានប្រព័ន្ធម៉ាស៊ីនមួយឈុតបាទមាននៅលើនេះគឺយើងដាក់ជាមួយធុងចម្រោះ4គ្រាប់តែម្ដងនៅលើហ្នឹងបាទហើយមានប្រព័ន្ធ AO បាទ UV filter នៅលើហ្នឹងតែម្ដងខ្ញុំយើងងាយស្រួលវាចំណេញទីតាំងបាទហើយយើងអាចច្រឡះទៅកន្លែងណាផ្សេងក៏បានដែរហើយយើងបានភ្ជាប់ជាមួយនឹង Racker ដើម្បីផ្ដាច់ជូនទៅបងប្អូនទៀតបាទហើយខាងនេះគឺជាតុសម្រាប់ច្រកនៅដល់កន្លះលីត្របាទយើងប្រើជាមួយម៉ូទ័រអូតូដែរបងប្អូនបាទអញ្ចឹងពួកបងប្អូនកំពុងតែមានដំណងមកចង់សិក្សាពីម៉ាស៊ីនទឹកសុទ្ធបាទចឹងអាចសិក្សាជាមួយខាងក្រុមហ៊ុនទីតាគេមកដូចយើងខ្ញុំបានបាទយើងមានអ្នកប្រឹក្សាជូនបងប្អូនបាទមិនថាជាចម្លើយមួយណាទេហើយម៉ាស៊ីនគឺយើងអាចប្រើជាមួយនឹងទឹកគ្រប់ប្រភេទមិនថាជាទឹកស្រះទឹកកាហ្វេបាទទឹកទន្លេទឹកដូងអីទេគឺយើងអាចប្រើបានគ្រប់ប្រភេទបាទមិនថាតំបន់បងប្អូនមានមួយណាទេបាទអាចយកមកផលិតបានប៉ុន្តែត្រូវការពិនិត្យមើលសិនបាទចឹងបងប្អូនអាចប្រឹក្សាបន្ថែមពីបញ្ហាទឹកប្រភពដើមទាំងអស់ហ្នឹងនេះប្រព័ន្ធម៉ាស៊ីននេះគឺមានអន្តរសាយកាបូនតេស៊ីនបាទហើយនឹង UV ស្លាបមេរោគហើយនឹងធម្មជាតិបជាបងប្អូនបាទធម្មជាតិគឺវាជាប្រភេទ grade food អញ្ចឹងវាក្នុងចំណីអាហារគឺយើងអាចញ៉ាំបានបើទោះជាយើងភ្ជាប់ចេញពី UV មុនក៏បានចេញក្រោយ UV ក៏បានដែរវាអត់ប៉ះពាល់ដល់សុខភាពយើងទេវាគឺជាប្រភេទចំណីអាហារដែលយើងអាចបរិភោគបានបាទបជាបងប្អូនកន្លែងហ្នឹងកុំឲ្យបងប្អូនយល់ច្រឡំអញ្ចឹងណាបងប្អូនណាចឹងបើសិនជាពុកម៉ែបងមានចំណាប់អារម្មណ៍ចង់បានម៉ាស៊ីននេះអាចតតមកបានបងប្អូនមកសម្រាប់អាជីវកម្មថ្មីបាទលក្ខណៈគ្រួសារបាទ3រលីកក្នុង1ម៉ោងគ្នា4-5នាក់គឺយើងចំណាយការអាជីវកម្មនេះដល់រលូនតែម្ដងបងប្អូនបាទម៉ាស៊ីននេះយើងរៀបចំមួយគ្រាន់នៅខាងខាងផ្សេងទៀតបងប្អូនបាទនៅខាងអង្គជុំអញ្ចឹងបងប្អូនបាទសិនជាមានដំណើរបន្ថែមអាចតតមកខាងក្រុមហ៊ុននេះខ្ញុំបានបងប្អូនហើយវីដេអូនេះមានតែប៉ុណ្្នឹងទេសម្រាប់ចែកជូនដល់បងប្អូនទស្សនាសម្រាប់ជាចំណេះដឹងខ្លះៗដែរបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបាទសូមអរគុណនិងសូមគោរពលា